thời ca mê để cạt nhưng hiền phải cho một tranh hồ si đó luôn này còn chụp miệng xua nè tặng ơi khi nèแต่หลับจุกเนี่ยมันต้องเตี้ยได้อย่างนี้ยมสาวสาลิให้หนังบองสาวห้วยมาจุกเนี่ยมันต้องเตี้ยได้นั่นเนื้อแข้งก้อนนารีจ้าตีตังแต่ได้ให้ก่อนการสัมเพลไงนี้ได้หนังบัดปีศาจคือปุ๋ยเยอะหนังทั่วการสัมเพลบองบองโอนโอนเชื่อใช่ยมไอซ์สมสกอตชมูพองแมนนะถึงส่วนnàyยมชมูกะกระไดปัจจุบันบองมอกปีข้างได้ตันหิบนมเป้งหรือก่อตามบรรดาขายได้ยมnơiเป็นหนึ่งเป็นเนาะสับไงกระปองแต่ทั่วแก่หรือก่อในประตอการศึกษาพ้องทั่วการพ้องอ๋อเราเหมือนแต่บ้องศึกษาในไอ้ได้ยมตอนจับติดปีใช่ไหมติดปีอ๋อจับเมียนกำรงแทนหนึ่งจับติดปีโจเรียนบรรทอนในสกาววิชาไลหรือไม่ก็หลงไปนั่งได้ยังหอการทั่วจังมันในแทนหนังจับตีดับปีหนังหอการเงินทัวร์ประดาเนาะโอเคทับสกอร์กระหอนบอกให้ริงปีมนมาทั้งหมดด้วยเนาะจ่ายเนี่ยต่างกันเนี่ยปุ่ยยังมาปีคันกระหอนบอกให้ริงจังยงก็จังนายน้องปีคัมพานีโปรไฟล์ได้ปุ่ยยังมาปีคันกระหอนบอกให้ริงกระหอนทนเทียนมนุษย์ปุ่ยยังมีตัวในตีหอการเงินจูนดอลบกหลักได้กดกำปองแต่สไปร์ดอกการเงินอ้นยอลขึ้นอย่างนั้นได้สำหรับมาแตะบอกอ้นตัวกระแทกบัสันจิมีนกระหอนประเภทได้ปุ่ยยมช่วยรอการเงินดอลจูนดอลบกหลักอ้นกระแทกมีนเพียงเงินสวยจานจึงมุนนี้สำหรับการหาการเงินจูนcầm chia dưỡng vì vậy chia chôn dưỡng vì miền là nào phụ quạt miền càng như phơ ấp đôi bị muốn miền này khác tư hiện chập thì đặc biệt miền cô đại cho lo hay phụ quạt đa tọt cho đa lên phi chân ấp sơn miền này cái phụ ca chơn đặc biệt là đặc biệt miền phụ bong bong như thế bong bong chơi hở càng như áo xua phụ quạt bây giờ đấy ยังซัวบ่ตลับตะข่อยแบงติกบางสันจีอ้นจะเรียนจับตีดับปีตามมกจำเนียงเอาไว้เดี๋ยวอ้นกระถาอ้นหนึ่งเชื่อដូចជាខាងinterior design មូលហេតុអីបានចង់ឲ្យខ្លួនឯងចាប់ចំណៀងបែបហ្នឹងខ្ញុំជួយចិត្តវាដោយសារតែវា creative ខ្លាំងបាទអូខេអញ្ចឹងសម្រាប់អូនផ្ទាល់អូនគិតថាចូលធ្វើការដំបូងអូន focus ទៅលើប្រាក់ខែឬក៏ប័ណ្ណពិសោធន៍ការងារផ្ទាល់ខ្ញុំចង់បានប័ណ្ណពិសោធន៍ច្រើនជាងប្រាក់ខែអូខេដោយសារតែយើងមានប័ណ្ណពិសោធន៍ទៅយើងធ្វើការពីច្រើនអត់សូវ fail ចាចុះសម្រាប់អូនផ្ទាល់អូនគិតថាចង់ធ្វើការជាមួយថៅកែប្រភេទអីដែររបៀបមេឬក៏ថៅកែមានអត្តចរិតបែបណាអូនគិតថានឹងចង់សង្ឃឹមថានឹងជួបពួកគាត់ពីច្រើនខ្ញុំចង់ជួបថៅកែដែលកាច់ព្រោះពួកគាត់កាច់បើយើងខំបើគាត់ slow ពេកយើងអត់ខំហ្មងច្បាស់អត់ច្បាស់អញ្ចឹងអ្នកទាំងអស់គ្នាជួយចាំមុខអូនប្រុសទុកហងបងដែលគាត់ចង់ស្វែងរកបុគ្គលិកណាកាច់អាចធ្វើពួកគាត់បានគាត់ត្រូវការបុគ្គលិកដែលត្រូវការមេដែលកាច់អញ្ចឹងពេលដែលមេអីតិចធ្វើការបាន3ថ្ងៃអីរត់ទៅអត់មានទេណាអត់ទេបងអូខេអូខេសម្រាប់អូនផ្ទាល់ចង់មាន2-3សំណួរសួរអូនទៀតអូនគិតថាអនាគតទៅអូននឹងធ្វើការផ្នែកខាង interior design ដែលសារវាជាមុខជំនាញដែលយើងពេញចិត្តណាអញ្ចឹងសម្រាប់អូនផ្ទាល់អូនមានពាក្យពេចន៍អីនិយាយផ្ដាំទៅខ្លួនឯងអត់សម្រាប់ពាក្យផ្ដាំទៅខ្លួនឯងខ្ញុំចង់ឲ្យខ្លួនឯងធ្វើជាខ្លួនឯងឲ្យបានច្រើនជាងឥឡូវហ្នឹងដោយសារឥឡូវហ្នឹងខ្ញុំរើខ្លួនឯងអត់តឃើញច្បាស់លាស់ទេតែខ្ញុំចង់ឲ្យខ្លួនឯងរើច្បាស់ជាងហ្នឹងទៀតអូខេមានអីជាច្រើនដែលខ្ញុំអត់តយល់ឃើញពីខាងក្រៅដល់ឥឡូវហ្នឹងកំពុងដើររើមើលបបផ្សោតការងារបន្តដូចពួកគាត់នោះចា design ខាងក្នុងអាគារអញ្ចឹងទៅពីចឹងខ្ញុំដើរមើលអញ្ចឹងចុះសម្រាប់អូនផ្ទាល់ឃើញខ្ញុំចុះមកសម្ភាសសុំអូនសម្ភាសជាមួយអញ្ចឹងអូនអត់មានអារម្មណ៍ថាភ័យខ្លាចឬមួយក៏ខ្មាស់អៀនអីច្រើនគឺអត់មានអារម្មណ៍ថាខ្លាចកាមេរ៉ាអីណាអត់ផងបងអត់ធម្មតាអាហ្នឹងដោយសារតែយើងត្រូវតែចែកម្លែកបបផ្សោតល្អមែនតើអ្នកទាំងអស់គ្នាខ្ញុំចង់ជួបមនុស្សដូចគាត់10នាក់ស្រួលកុំឲ្យសួរនាំច្រើនអូខេអញ្ចឹងអរគុណសម្រាប់ពេលវេលាអូនហើយពួកយើងនឹងមានកាដូជូនប៉ុន្តែសូមអូនជួយ scan នៅក្នុងក្រុម Telegram Channel នេះបានបើសម្រាប់បងអូននិស្សិតដែលគាត់កំពុងតែស្វែងរកការងារឬក៏គាត់កំពុងតែមានគម្រោងផ្លាស់ប្ដូរការងារថ្មីគាត់អាចធ្វើការតម្លាក់ CV មកឲ្យខាងក្រុមហ៊ុនយើងបានពួកយើងមានតួនាទីរកការងារជូនពួកគាត់
គ្រាន់តែពួកគាត់ផ្ញើ CV មកឲ្យពួកយើងមកយើងនឹងតំណែងទៅពួកគាត់ផ្ទាល់ណាអូខេអញ្ចឹងបើសិនជាអូនមានបងឬក៏អូនដែលគាត់ត្រូវការងារអាចឲ្យគាត់តំណែងជាមួយខាងបងបានអូខេអញ្ចឹងអូនជួយ scan ឲ្យតំណែងមកតាមហ្នឹងក្នុងនឹងដែរអូនក៏អាច join នៅក្នុង group Telegram channel របស់ Hiring Cambodia របស់យើងនៅក្នុងហ្នឹងយើងផុសច្រើនណាក្នុង job vacancy អូនអាចមើលបាន requirement ក្រុមហ៊ុនត្រូវការអីខ្លះអញ្ចឹងអូនអាចតម្លាក់ CV មកណាអូខេអញ្ចឹងរួចរាល់ហើយណាអញ្ចឹងអរគុណសម្រាប់ពេលវេលាហើយយើងក៏មានកាដូជូនសង្ឃឹមថាជួបគ្នានៅឱកាសក្រោយអរគុណច្រើនអូនអ្នកទាំងអស់គ្នាអញ្ចឹងយើងបានបទពិសោធន៍ជាមួយនឹងអូនប្រុសម្នាក់អីយើងនឹងបន្តទៅដល់បទពិសោធន៍ជាមួយនឹងអូនប្រុសម្នាក់ទៀតអូខេ let's go ជួយណែនាំខ្លួនមួយបានទេ ជំរាបសួរអ្នកនរគ្នាខ្ញុំឈ្មោះឡាលីនជាសិស្សនៅសាលា UHS ចា៎ សាលាជាសិស្សសុខាភិបាលរៀនចូលឆ្នាំទី2 អូខេចាអញ្ចឹងមានបទពិសោធន៍អីដើម្បីចែកម្លែកទៅបងប្អូនជំនាន់ក្រោយអត់ ពេលដែលរៀនផ្នែកពេទ្យយើងជក់ភាសាអីខ្លះឬក៏ដូចថាត្រូវមានភាពអត់ធ្មត់អីអត់ព្រោះដោយសារឮថារៀនពេទ្យដូចជាយូរឆ្នាំមកត្រូវឯង ទៅតាមជំនាញឯងបងដូចដុកទ័រអីអាហ្នឹងអាចខ្ទង់ដល់12ឆ្នាំហ្នឹងយ៉ាងយូរ8ឆ្នាំទៅ12ឆ្នាំប៉ុន្តែបើសម្រាប់ផ្នែករបស់ប្អូនរៀនតែបើកលៀនុបដ្ឋាយិការងមធ្យមគឺរៀនតែ3ឆ្នាំចប់ប៉ុន្តែបើសិនជាបញ្ញាបត្រដែលគេរៀនដល់5ឆ្នាំចាអញ្ចឹងទៅតាមហ្នឹងទេទៅតាមផ្នែកទេហើយប៉ុន្តែបើសិនជាផ្នែកកលៀនុបដ្ឋាគឺត្រូវការដុកទ័រហើយដុកទ័រក៏ត្រូវការកលៀនុបដ្ឋាដើម្បីធ្វើការរួមគ្នាអាចឲ្យការងារហ្នឹងវារលូនហើយនឹងមានប្រសិទ្ធភាពខ្ពស់ចាអញ្ចឹងបងចង់សួរបន្តិចទៀតតើពេលដែលចេញរកការងារធ្វើអូនគិតថាអ្វីបំផុតដែលពិបាកបើសិនជាថ្ងៃអនាគតទៅអូនមានដែរពិចារណាថាឥឡូវយើងអត់ទាន់រយប៉ុន្តែបើថ្ងៃក្រោយចេញទៅមានដែរគិតចំណុចហ្នឹងឯងដូចថាបើចេញរកការងារវាអាចនឹងជួបផលពិបាកអីខ្លះចឹងណាគិតដែរបងថាចេញទៅអីដែលត្រូវការជាងគេគឺភាសាហើយនឹងជំនាញរបស់យើងហ្នឹងហើយតើយើងច្បាស់អត់អញ្ចឹងបើសិនជាយើងច្បាស់ហើយប៉ុន្តែយើងអត់ចេះភាសាអញ្ចឹងយើងពិបាកក្នុងការរកការងារនឹងធ្វើពេលខ្លះយើងអាចទៅកាន់ក្រៅប្រទេសធ្វើអីដែរព្រោះមានដៃគូសហការច្រើនប្រទេសដែរអញ្ចឹងទៅអញ្ចឹងដើម្បីធ្វើបានតើតែយើងចេះភាសាខ្ពស់ដែរអូខេអញ្ចឹងឥឡូវហ្នឹងយើងកំពុងតែរៀនផ្នែកហ្នឹងអញ្ចឹងមានដែរគិតថាចង់រៀនជំនាញអីបន្ថែមទេដូចជាអត់ហងហ្មងប៉ុន្តែព្រោះស្រឡាញ់ខាងហ្នឹងតាំងពីតូចមកស្រឡាញ់តាំងពីតូចមកតែម្ដងចឹងបានន័យថាបើរៀនចប់គឺត្រូវតែធ្វើផ្នែកហ្នឹងឯងអត់មានរៀនផ្នែកហ្នឹងទៅធ្វើការផ្នែកផ្សេងទេមែនចាបងអូខេអញ្ចឹងអូនចង់និយាយថាពេលដែលបញ្ចប់ការសិក្សាអូនចង់ធ្វើការនៅភ្នំពេញយើងឬក៏ចង់បន្តទៅរៀននៅក្រៅតឬក៏មិនដែរតាមពិតទៅបើសិនជាចប់ត្រឹមតែនៅប្រទេសយើងក៏បានដែរគឺអត់មានចង់ទៅប្រទេសគេអីទេព្រោះខ្ញុំកូនបើអញ្ចឹងចង់នៅចិត្តប៉ាម៉ាក់នៅចិត្តប៉ាម៉ាក់អូខេចាអរគុណសម្រាប់ការចូលរួមមួយពួកយើងចាព្រោះដោយសារក្រុមហ៊ុនរបស់ Hiring ដូចជាបងបានណែនាំអូនដំបូងអញ្ចឹងគឺជាក្រុមហ៊ុន HR មួយចាយើងជួយរកការងារឲ្យបងប្អូនឬក៏បងនិស្សិតដែលគាត់កំពុងរកការងារធ្វើអញ្ចឹងណាហើយថ្ងៃនេះបើសិនជាចូលរួមការ live ចូលរួមសម្ភាសមួយពួកយើងគឺយើងមានកាដូឲ្យទៀតអញ្ចឹងប៉ុន្តែមុននឹងឲ្យកាដូនោះសូមឲ្យជួយ scan ក្រុម Telegram មួយបានអត់ចា hello ដូចថាមានបងប្អូនអីគាត់កំពុងតែរកការងារអីអាចតាក់ទងមកខាងរបស់ Hiring យើងមែនព្រោះដោយសារតាបងកថាផ្នែកនេះដូចជាអត់ពិបាករកឯត្រូវឯងចាហ្នឹងហើយប៉ុន្តែបើសិនជាមានបងប្អូនដូចថាគាត់រៀនផ្នែកផ្សេងឬក៏អីអញ្ចឹងគាត់ដូចថាគាត់ចង់រកការងារអីអញ្ចឹងអាចឲ្យគាត់តាក់ទងមកខាងយើងបានអញ្ចឹងណាចាហើយមួយទៀតបញ្ជាក់មួយទៀតខាងរបស់ Hiring យើងគឺជួយរកការងារឲ្យបងគឺយើង free តែម្ដងចាយើងអត់មានគិតឆាចថ្លៃសេវាអីពីលើបងទេចាអញ្ចឹងសូមឲ្យអូន scan មួយម៉ាអូខេអូយបែកញើសដល់ហើយនេះសួរបានសំដួលរឿងហ្វៃអូខេរួចរាល់ហើយត្រូវអីចឹងនេះជាកាដូរបស់ខាងក្រុមហ៊ុនយើងជូនទៅអូនណាចឹងចាសង្ឃឹមថាជួបគ្នាម្ដងទៀតណាចាអរគុណចាហ្នឹងហើយបងដោយសារតែខ្ញុំបានជួបមួយប្អូនមិញស្រីម្នាក់ដោយសារតែគាត់រៀនខាងពេទ្យអញ្ចឹងអាចនឹងមិនពិបាកអីនឹងក្នុងការរកការងារទេព្រោះដោយសារអី
ខាងពេទ្យឥឡូវដូចជាខ្វះអ្នកច្រើនណាស់ហើយគាត់ការឆ្លាញ់នេះគឺតាំងពីក្មេងតែម្ដងចាអញ្ចឹងបើសិនជាបងគាត់ដែលក៏កំពុងរកតាការងារធ្វើអីចាបងកុំភ្លេចខាងក្រុមហ៊ុនរបស់ Hiring ចាព្រោះដោយសាររបស់ Hiring យើងគឺយើងជួយរកការងារឲ្យបងបងប្អូនឬក៏បងដែលគាត់កំពុងស្ថិតនៅក្នុងការងារដែរប៉ុន្តែគាត់ចង់បដូរការងារអីអាចតាក់ទងមកខាងយើងបានហើយខ្ញុំចង់បញ្ជាក់ម្ដងទៀតថាគឺខាងក្រុមហ៊ុនរបស់ Hiring គឺអត់មានឆាចសេវាអីពីលើបងទេចាកុំយកច្រឡំចំណុចមួយហ្នឹងព្រោះដោយសារមានបងខ្លះគាត់គិតថាឲ្យក្រុមហ៊ុនជួយរកការងារឲ្យអញ្ចឹងតិចត្រូវបង់សេវាអីអញ្ចឹងពីលើអញ្ចឹងណាប៉ុន្តែចាធានាឲ្យតាគឺអត់មានទេចាតោះឥឡូវយើងជួបជាមួយនឹងបងអូនប្រុសម្នាក់ទៀតព្រោះដោយសារតាឲ្យគាត់រងចាំពេលរៀងយូរដែរប៉ុន្តែដោយសារថ្ងៃនេះរលូនមែនតើចានិយាយទៅគឺរកបានហ្មងចាឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាណាជំរាបសួរអូនចាជួយណែនាំខ្លួនតិចបានទេបាទបងចាអូខេខ្ញុំឈ្មោះវិបលមកពីសាកលវិទ្យាល័យភូមិន្ទវិទ្យាសាស្ត្រសេដ្ឋកិច្ចចាដែលហៅឈ្មោះកាត់ថា rule អូខេអញ្ចឹងឆ្នាំនេះរៀនឆ្នាំទីម៉ានណៃទី1បងអូអញ្ចឹងមកតចាប់ទី12ត្រូវឲ្យឡើងឆ្នាំនេះខ្ញុំចាប់ទី12ប្រហែល2023អូអូខេដាក់ប្រឡងពេទ្យសិនទៅហើយក៏ខ្ញុំអនឡាញមួយឆ្នាំអញ្ចឹងបានន័យថាឥឡូវនេះយើងរៀនខាងពេទ្យជំនាញខាងពេទ្យអត់ទេបងឥឡូវខ្ញុំរៀន rule ខ្ញុំរៀននៅខាងនេះវិញ banking and finance finance វិញចាអញ្ចឹងឥឡូវកំឡុងពេលសិក្សាហ្នឹងមានដែរគិតថាចង់រកការងារធ្វើបដាសិនអត់ចង់បងចង់ដែរទៅ interesting អញ្ចឹងឥឡូវរកបាននៅចាំការទៀតនេះរបស់ Hiring ចាព្រោះដោយសាររបស់ Hiring គឺជាក្រុមហ៊ុន HR មួយអញ្ចឹងដូចបងហ្នឹងហើយណែនាំអូនមិញអញ្ចឹងថាដោយសារតែក្រុមហ៊ុនយើងគឺជួយរកការងារឲ្យបងឬក៏បងដែលគាត់កំពុងរកការងារធ្វើចាប៉ុន្តែដោយសារតែតាំងពីចេញ live មកដោយសារជួបម្នាក់ពីរនាក់ដែរដែលគាត់គិតថាការឲ្យក្រុមហ៊ុនជួយរកឲ្យអញ្ចឹងគឺមានឆាចថ្លៃសេវាអីពីលើអញ្ចឹងណាចាអញ្ចឹងចង់បញ្ជាក់ឡើងនឹងតិចខាងរបស់ Hiring យើងគឺ free តែម្ដងអញ្ចឹងបើចង់រកការងារអីដាក់ CV មកខាងរបស់ Hiring មកចាហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងមានដែរគិតថាខ្លួនឯងចង់រកការងារអីធ្វើសិនទេចង់បងចង់ខាងចង់ធ្វើខាង service ចង់ធ្វើខាង service សិនយកបទពិសោធន៍សិនមែនទេអូខេអញ្ចឹងថ្ងៃអនាគតទៅតើអូនចង់បានការងារបែបម៉េចដែរចង់និយាយថាពេលដែលយើងរៀនចប់ហើយតើយើងចង់រកការងារក្នុងក្តីសម័យបែបម៉េចរៀនចប់ហើយខ្ញុំចង់ធ្វើ banker ចានៅក្នុងធនាគារជាតិអូក្តីសម័យនេះយ៉ាងធំដែរហ្នឹងអូខេអញ្ចឹងសម្រាប់តកែឬក៏មេអីចង់ជួបតកែឬក៏មេបែបណាដែរចង់បានគាត់friendly អត់សូវកាយហើយនឹងអត់ចាក់ខែច្រើនយ៉ាបាទអូខេចាអញ្ចឹងមានអីចែកបទពិសោធន៍ទៅខាងអូនជំនាន់ក្រោយដូចថាពេលដែលគាត់រៀនចប់ទី12ហើយអញ្ចឹងតើគាត់គួរធ្វើអីបន្តទៀតឬក៏កុំឲ្យគាត់ឈប់រៀនត្រូវរៀនបន្តទៀតឬក៏យ៉ាងណាដែរអញ្ចឹងណាខ្ញុំចង់ឲ្យពួកគាត់ខំប្រឹងស៊ូតស៊ូដើម្បីសម្រេចក្តីបំណងរបស់ខ្លួនឯងនៅថ្ងៃអនាគតលើរបៀបថាទោះមិនក្តៅក៏អត់ត្រូវបោះបង់ចោលពាក់កណ្ដាលទីដែរត្រូវតែតស៊ូយើងត្រូវខំតាំងពីមួយឆ្នាំទៅមួយឆ្នាំអត់ត្រូវលាតវាថាអត់ត្រូវលាលែងឬក៏រាថយទេអូខេអញ្ចឹងសូមសួរសំណួរចុងក្រោយមួយទៀតទេបើសិនជាថាការងារក្នុងក្តីសម័យរបស់អូនហ្នឹងចង់និយាយថាជាការឆ្លាញ់របស់យើងការងារហ្នឹងយើងឆ្លាញ់ឯប៉ុន្តែប្រាក់ខែអាចនឹងវាទាបអញ្ចឹងតើអូនអាចទទួលយកបានអត់បានបងទទួលយកបានសំខាន់ត្រូវធ្វើពីទូចទៅធំgood មែនតើចាអរគុណមែនតើសម្រាប់ការចូលរួមជាមួយរបស់ Hiring ចាហើយខាងរបស់ Hiring យើងក៏មានកាដូជូនអូនដែរប៉ុន្តែមុននឹងឲ្យកាដូនោះសូមឲ្យ add ចូលក្រុម Telegram មួយសិនបានអត់ចាអូខេ for design នៅក្នុងក្រុមយើងអាចនឹងផុសតាក់ទងនឹងផ្នែកជាច្រើនដូចថាបើសិនជាអូនក៏ចង់រកការងារធ្វើអីឬក៏បងប្អូនប្រភេទអីដែលគាត់កំពុងតែរកការងារអីអាចតាក់ទងមកខាងរបស់ Hiring យើងបានចាអូខេអរគុណថ្ងៃនេះសម្រាប់កាដូជូនអូននៅថ្ងៃនេះហើយក៏អធិស្ឋានមែនតែនដោយសារឲ្យមិញរងចាំយូរបន្តិចចាអូខេអរគុណចាអរគុណមែនតែនចាដោយសារតែថ្ងៃនេះរលូនមែនតែនតោះឥឡូវយើងជួបមួយសៅលីវិញម្ដងចាតោះសួស្តីអ្នកទាំងអស់គ្នា welcome back ខ្ញុំបានរកឃើញសម្រាប់បងដែលអាចនឹងសម្ភាសជាមួយពួកយើងបានហើយយើងនឹងទៅសម្ភាសពីមតិយោបល់ពីរបស់ពួកគាត់ទាំងអស់គ្នាអូខេជំរាបសួរបងសៅហួយ
អូខេអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាខ្ញុំចង់ដកបទពិសោធន៍ជាមួយបងអូននិស្សិតទាំងអស់គ្នាណាបងអាចជឿខាងនេះបានអូខេបងទៅខាងនោះមួយដំបូងខ្ញុំសុំស្គាល់ឈ្មោះផងបានទេ ខ្ញុំឈ្មោះវិជ្ជការបង ឈ្មោះវិជ្ជការចុះអូនផង ខ្ញុំឈ្មោះភក្ត្រាបង ឈ្មោះភក្ត្រាបច្ចុប្បន្នអ្នកទាំងពីរកំពុងតែកំពុងតែបន្តការសិក្សាឬក៏ចេញធ្វើការហើយ ខ្ញុំឈប់ហើយបង ឈប់ហើយ ខ្ញុំរកស៊ីតិចតួច រកស៊ីខ្លួនឯងនៅទីទួចណា បាទ សម្រាប់បងផ្ទាល់បងយល់ឃើញយ៉ាងណាដែរសម្រាប់ការចេញរកស៊ីខ្លួនឯងជាមួយនឹងយើងធ្វើការឲ្យខាងក្រុមហ៊ុនឯកជន សម្រាប់ខ្ញុំម្យ៉ាងម្នាក់ដែរបង ម្នាក់ម្យ៉ាង បាទម្យ៉ាងម្នាក់បង ចា ស្ខាច់តែយើងច្រងចូលយើងស្រឡាញ់ខាងណាអញ្ចឹងណាបង អូខេ បើតើសម្រាប់ខ្ញុំឈប់តាំងពីខ្ញុំរៀនទី12អញ្ចឹងទៅខ្ញុំចេញរកស៊ីដោយសារតែខ្ញុំអាចទៅធ្វើការរកការងារដូចគេរឿងពិបាកអញ្ចឹងបងដោយសារតែយើងការសិក្សាយើងអត់ដូចគេទេយើងមិនមានបានខ្ពស់តែគេអញ្ចឹងយើងពិបាកនឹងរកការងារអញ្ចឹងយើងមានតែខាងរកស៊ីហ្នឹងទៅបាទ អញ្ចឹងបងចេញដំបូងចេញរកស៊ីដំបូងនៅអាយុប៉ុន្មានដែរ ក្នុងអាយុប៉ុន្មានណា2022យើង ឆ្នាំ2022 បាទបាទ អូខេចាគាត់ចង់យើងឃើញថាគាត់មានភាពក្លាហានយើងហ៊ានប្រឈមមុខចាញ់រកស៊ីដោយខ្លួនឯងក៏មានភាពងាយស្រួលមួយយ៉ាងដែរអូខេដោយសារបងជាអ្នករកស៊ីអញ្ចឹងខ្ញុំចង់បានបទពិសោធន៍បងផ្ទាល់សម្រាប់បងផ្ទាល់បើសិនជាយើងធ្វើការឲ្យក្រុមហ៊ុនឯកជនបងយល់ថាវាមានភាពពិបាកខ្លាំងដែរឬក៏អត់ តាមតែខ្ញុំសើចមើលបងប្អូនគាត់ថាគាត់តែធ្វើការហ្នឹងអត់មានអីពិបាកទេបងជាបង ដោយសារអ្នកខ្លះពីមុនមកគាត់ធ្លាប់មានបទពិសោធន៍ការងារអ្នកខ្លះទៀតក៏គាត់អត់មានបទពិសោធន៍ការងារហើយពីមុនគឺពិបាកអ្នកទាំងអស់គ្នាពិបាកដោយសារតែអ្នកខ្លះគាត់មានចំណេះជំនាញប៉ុន្តែគាត់ខ្វះការតំណែងក៏ពួកក៏ពិបាកនឹងរកការងារដែរតែដោយសារឥឡូវពួកយើងគឺទលំទលាយដោយសារមានក្រុមហ៊ុនប្រភេទដូចពួកយើងក្រុមហ៊ុនរបស់ hiring ពួកយើងមានតួនាទីរកការងារជូនដល់បុគ្គលិកដែលគាត់កំពុងតែស្វែងរកការងារអញ្ចឹងបងយល់ថាមានភាពងាយស្រួលច្រើនជាងមុនអត់បើសិនជាមានក្រុមហ៊ុនប្រភេទដូចពួកខ្ញុំ បាទខ្ញុំយល់ថាមានភាពងាយស្រួលអញ្ចឹងហ៎បងដូចណាគេត្រូវការងារអញ្ចឹងអាចតាក់ទងខាងបងអញ្ចឹងទៅបាទហ្នឹងហើយ អូខេខ្ញុំសួរខាងបងប្រុសគាត់រៀងច្រើនណាស់អញ្ចឹងខ្ញុំចង់សួរពាក់ព័ន្ធជាមួយអូនប្រុសម្ដងចង់ដឹងថាបើសិនជាអូនបច្ចុប្បន្នឥឡូវកំពុងតែធ្វើការត្រូវអត់ធ្វើការនៅណាដែរសុំសួរម្ដងទៀត ធ្វើការនៅ Baby Outlet Baby Outlet ផ្នែកអីគេដែរ ខ្ញុំខាង Stock System ខាង system ណា បាទ សម្រាប់អូនតើអូនចេញធ្វើការរយៈពេលប្រហែលឆ្នាំហើយ ខ្ញុំចេញធ្វើការតាំងពីឆ្នាំមុន ឆ្នាំមុន បាទដល់ពេលខ្ញុំរៀនឆ្នាំទី រៀនឆ្នាំទី2ផ្នែកអីគេដែរ 2កាលហ្នឹងរៀននៅខាងច្បាប់បងរៀននៅសាលារួម ផ្នែកច្បាប់ណា បាទ អូខេសម្រាប់អូនផ្ទាល់គឺអូនយល់ឃើញមិនដែរសម្រាប់ក្រុមហ៊ុនប្រភេទដូចពួកយើងបើសិនជាមាននៅក្នុងស្រុកឲ្យកាន់តែច្រើនគឺអូនគិតថាមានភាពងាយស្រួលច្រើនជាងមុនអត់ បាទបងសម្រាប់មានភាពងាយស្រួលច្រើនបងសម្រាប់និស្សិតប្រុសអីអាចដូចពួកខ្ញុំដែរដល់ពេលឡើងពេញត្រូវការធ្វើការដើម្បីរលុយរអីចឹងហ៎បងបាទ ចឹងសម្រាប់អូនផ្ទាល់អូនគិតថាកន្លែងការងារសំខាន់ឬមួយក៏ប្រាក់ខែសំខាន់ជាចម្បង សម្រាប់ខ្ញុំប្រាក់ខែបង ប្រាក់ខែណា បាទ ចុះឧទាហរណ៍ថា working environment យើងអត់ល្អបានន័យថាយើងធ្វើការ under pressure ឬមួយក៏យើងជួបតកែដែលមានអត្តចរិតបែបណាដែលអូនគិតថាអូននឹងអាចស្របធ្វើការជាមួយពួកគាត់បាន សម្រាប់ខ្ញុំហ៎បងខ្ញុំមានតកែដែលគាត់យកចិត្តទុកដាក់លើការងារនិងបុគ្គលិកគាត់ផ្ដោតលើទៅគឺគាត់ផ្ដោតលើការខុសពីបុគ្គលិកច្រើនទេគាត់ឃើញភាពចំណុចអវិជ្ជមានផងអវិជ្ជមានផងព្រោះអីពីច្រើនព្រោះគាត់ឃើញតែភាពវិជ្ជមានរបស់បុគ្គលិកទេបើគាត់ឃើញខុសថាខុសតែបុគ្គលិកធ្វើត្រូវតែ9ខុសតែម្ដងគាត់ថាឲ្យបដ ாய் ហ្នឹងអ្នកគេក៏ដូចអ្នកគេដែរបងអត់មានចិត្តធ្វើការទៀតទេ ចា បាទ